ខ្ញុំមកខេត្តសៀមរាបច្រើនដងដែរហើយក៏ប៉ុន្តែដឹងថានៅ Pop Street មានភោជនីយដ្ឋានដែលកំពុងតែលាក់ខ្លួនដែលយើងអាចញ៉ាំអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់និងទស្សនាការសម្ដែងសិល្បៈរបាំខ្មែរដ៏រស់រវើកនៅទីនេះជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកស្គាល់ទីតាំងញ៉ាំអាហារពេលល្ងាចអមដោយការទស្សនារបាំបុរាណខ្មែរមួយកន្លែងក្នុងក្រុងសៀមរាបដែលហាងនោះមានឈ្មោះថារបាំនៅខាងចុងវីដេអូខ្ញុំនឹងប្រាប់ទីតាំងលម្អិតតោះឥឡូវនេះចូលទៅកាន់វីដេអូរបស់ខ្ញុំជាមុនសិននេះជាលើកទី1របស់ខ្ញុំក៏ដូចជាបទពិសោធន៍ថ្មីស្រឡាងតែម្ដងក្នុងការញ៉ាំអាហារពេលល្ងាចបែបនេះទីតាំងដែលយើងត្រូវទៅនឹងគឺនៅជាន់ទី1ហើយនៅជាន់ផ្ទាល់ដីនេះគឺគេរៀបចំជាលក្ខណៈបែបបុរាណឲ្យយើងអាចថតរូបធ្វើជាអនុស្សាវរីយ៍បានពេលខ្ញុំឡើងមកដល់ជាន់ទី1ភ្លាមបុគ្គលិកគាត់មកទទួលយ៉ាងរួសរាយរាក់ទាក់ជាមួយនឹងស្នាមញញឹមហើយពួកយើងក៏ចាប់ផ្ដើមកម្មង់អាហារសម្រាប់មនុស្ស3នាក់កំឡុងពេលរងចាំអាហារខាងបុគ្គលិកក៏មានទឹកមាននិងគៀវសម្រាប់ឲ្យភ្ញៀវពិសាកំដរលេងសិនដើម្បីទស្សនាការសម្ដែងរបាំពេលខ្ញុំឈានជើងចូលទៅដល់ទីនោះភ្លាមខ្ញុំមានអារម្មណ៍ថាមិនសូវជាមានភ្ញៀវជាតិប៉ុន្មានទេភាគច្រើនគឺសុទ្ធតែភ្ញៀវបរទេសចាំមួយសន្ទុះក្រោយមកអាហារក៏ត្រូវបានលើកមករាល់មុខម្ហូបទាំងអស់គឺត្រូវបានចុងភៅរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ដោយប្រើគ្រឿងផ្សំស្រស់ៗក្នុងស្រុកចំណែកឯការតុបតែងវិញគឺពិតជាបានស្រស់ស្អាតមែនទែនបើតាមគំនិតរបស់ខ្ញុំនេះមិនមែនត្រឹមតែជាអាហារទេតែជាការបង្ហាញពីសិល្បៈនៃការធ្វើម្ហូបខ្មែររបស់យើងចំណែកឯរសជាតិវិញគឺឆ្ងាញ់គ្រប់មុខតែម្ដងសូម្បីតែខ្ញុំកំពុងតែធ្វើវីដេអូនេះក៏នឹកឃើញរសជាតិនោះដែរញ៉ាំអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ហើយនេះជាពេលវេលាដែលយើងកំពុងទន្ទឹងរង់ចាំគឺការសម្ដែងរបាំដ៏រស់រវើករបស់សិល្បករដែលមានសម្លៀកបំពាក់និងគ្រឿងអលង្ការដ៏ត្រចះត្រចង់ហើយការសម្ដែងរបាំនេះផងដែរគឺមាន5របាំផ្សេងៗគ្នាដោយសារតែខ្ញុំមកក្រោយក៏រំលងផុតអស់2របាំនៅសល់តែ3របាំចុងក្រោយដែលវគ្គទី1គឺរបាំនេសាទហើយវគ្គទី2គឺរបាំមณีមេខលាហើយចុងក្រោយគឺរបាំអប្សរាដែលពីពេលថ្ងៃយើងបានឃើញរូបចម្លាក់អប្សរានៅតាមជញ្ជាំងប្រាសាទពេលនេះបានឃើញផ្ទាល់ៗភ្នែកតែម្ដងការសម្ដែងរបាំពីមួយវគ្គទៅមួយវគ្គគឺគេដកឃ្លាឲ្យភ្ញៀវទេសចរទទួលទានអាហារប្រហែលជា15នាទីបន្ទាប់មកទើបចូលទៅមួយវគ្គទៀតចំពោះភោជនីយដ្ឋានរបាំគឺបើកដំណើរការពីម៉ោង6ល្ងាចដល់ម៉ោង10យប់ហើយការសម្ដែងរបាំនេះគឺចាប់ពីម៉ោង7:30នាទីល្ងាចរហូតដល់ម៉ោង9:30នាទីយប់ចំពោះទីតាំងហាងគឺនៅ Pop Street បងប្អូនទាំងអស់គ្នាចូលតាមច្រក 7-Eleven ចូលមកត្រង់រំលងផ្លូវបំបីជា4នេះហើយបងប្អូនមកមុខបន្តិចក៏លេចមើលខាងស្ដាំដៃនឹងឃើញភោជនីយដ្ឋានរបាំបើសិនជាបងប្អូនបានមកលេងនៅសៀមរាបសូមកុំភ្លេចសាកល្បងបទពិសោធន៍ដ៏ថ្មីមួយនេះផងណាអរគុណបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ